អូខេតោះឥឡូវយើងមកវិភាគទីផ្សារមាសទាំងអស់គ្នាថាវានឹងអាចបន្តទៅណាទៀតទៅលើឬក៏មកក្រោមវិញអញ្ចឹងឥឡូវយើងមើល time frame បានលេខណាអញ្ចឹងតាំងពីឆ្នាំ2024មកគឺវាឡើងមករហូត2022យើងមើលគឺវាឡើងមករហូតទើបតែខែមុនខែ3ណាគឺវាបិទបកគោខ្មៅមួយហើយបកគោនោះបិទ strong គួរសមវាចុះមកខ្លាំងប៉ុន្តែយើងមើលវាសដកទៅលើវិញក៏ខ្លាំងណាស់មានកម្លាំងបាយវិខបក៏ច្រើនដូចគ្នាប៉ុន្តែបកគោនេះគឺយើងចាប់ទុកថាវានៅតែខ្លាំងហេតុអីដោយសារវាបិទបកគោធំជាងបកគោកាលពីខែ2ណាកាលពីខែ2អញ្ចឹងមានន័យថាវាក៏អាចpull back ណាអាចចុះពីខែហ្នឹងឬក៏អាចខែក្រោយអាចបន្តចុះទៀតអាចបន្តចុះទៀតអានេះខ្ញុំគ្រាន់តែនិយាយតាមរូបភាពបកគោលេយើងអត់ទាន់វិភាគអីផ្សេងទៀតទេណាយើងនិយាយតាមទម្រង់បកគោអញ្ចឹងកុំអត់ទាន់យកយីការគ្រាន់តែខ្ញុំនិយាយបកគោទៀនឲ្យអ្នកនរគ្នាស្គាល់អញ្ចឹងឥឡូវយើងចូលមកមើល time frame weekly អូខេ time frame weekly កន្លែងនេះគឺជា key zone ចុងក្រោយមួយហើយផ្សារបច្ចុប្បន្នគឺវានៅក្បែរ key zone ហ្នឹងហើយបើយើងមើល time frame weekly យើងមើលបកគោខ្មៅពីលើមកការចុះរបស់វាគឺខ្លាំងណាការចុះរបស់វាគឺខ្លាំងប៉ុន្តែបកគោចុងក្រោយនោះក៏វា reject ខ្លាំងដូចគ្នា reject ខ្លាំងដូចគ្នាប៉ុន្តែបន្ទាប់ពីអាទិត្យហ្នឹងអ្នកយើងឃើញការឡើងរបស់វាឡើងទៅលើពិតមែនប៉ុន្តែការបិទទៀនរបស់វាគឺរាងខ្សោយការបិទទៀនរបស់វារាងខ្សោយអញ្ចឹងបើសិនយើងមើលក្នុង daily យើងមើលឃើញថាការចុះរបស់វាចុះជា improve ហើយការឡើងវាសឹមខ្សោយអានឹងយើងហៅថាការឡើងជា correction អញ្ចឹងបើយើងនិយាយតាមទម្រង់ទីផ្សារបើសិនជាវាដើរ improve ហើយវាទៅជា correction អញ្ចឹងអ្វីដែលអាចនឹងកើតឡើងគឺមាន improve កើតឡើងម្ដងទៀត break low នេះអញ្ចឹងអានេះជាតំបន់ low នេះតំបន់ low អញ្ចឹងបើសិនជាវា follow តាម improve correction ផ្សារហ្នឹងគឺអាចចុះមកចាស់ណាផ្សារ